សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel ចេញលង2ដែលរឿងរ៉ាវរបស់យើងថ្ងៃនេះគឺតាក់ទងទៅលើបងប្រុសម្នាក់នៅពេលដែលគាត់បានទៅលេងស្រុកកំណើតរបស់គាត់ហើយនៅពេលយប់នោះផងដែរគឺគាត់បានជួបហេតុការណ៍ដ៏រន្ធត់នឹងរឿងដែលគួរឲ្យខ្លាចខ្លាំងមែនទែនហើយហេតុការណ៍ដែលគាត់បានជួបនោះវាពិតជាសាហាវនិងគួរឲ្យខ្លាចខ្លាំងមែនទែនហើយបន្ទាប់ពីគាត់បានជួបហេតុការណ៍នោះហើយតើគាត់ទៅជាយ៉ាងណាអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាហើយ admin ក៏សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងដល់ Channel មានម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូរបស់យើងបន្តទៀតតោះអញ្ចឹងយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាដែលរឿងរ៉ាវរបស់យើងថ្ងៃនេះគឺតាក់ទងទៅលើបងប្រុសម្នាក់ដែលគាត់បានចែករំលែកតែបងប្រុសម្នាក់ហ្នឹងគឺគាត់មានឈ្មោះថាបងពិសិដ្ឋហើយរឿងនឹងផងដែរគឺវាបានកាត់ឡើងកាលពីឆ្នាំ2016នៅពេលដែលបងពិសិដ្ឋគាត់បានទៅលេងស្រុកកំណើតរបស់គាត់ដោយកាលនោះគាត់បាននិយាយថាបងពិសិដ្ឋគឺគាត់គឺជាអ្នកធ្វើការនៅក្នុងទីក្រុងភ្នំពេញដោយសារតែបងពិសិដ្ឋនឹងផងដែរគាត់នឹងគឺមិនសូវដែលបានទៅលេងស្រុកកំណើតរបស់គាត់នឹងនោះទេហើយម្យ៉ាងវិញទៀតដោយសារតែការងាររបស់បងពិសិដ្ឋនឹងនៅខាងទីក្រុងភ្នំពេញនឹងគឺវាសម្បូរការងារធ្វើអញ្ចឹងហើយគាត់នឹងគឺមិនសូវដែលបានទៅលេងស្រុកកំណើតរបស់គាត់នោះទេហើយម្យ៉ាងវិញទៀតស្រុកកំណើតរបស់បងពិសិដ្ឋនឹងក៏វារៀងនៅឆ្ងាយដែរអញ្ចឹងគាត់ថាតម្រាំតាជិះឡានពីភ្នំពេញទៅដល់ស្រុកកំណើតរបស់គាត់នឹងគឺត្រូវចំណាយពេលប្រហែលជា 5-6 ម៉ោងទើបបានដល់ស្រុកកំណើតរបស់គាត់បន្តមកទៀតនៅពេលដែលបងពិសិដ្ឋគាត់ធ្វើការនៅក្នុងទីក្រុងភ្នំពេញហ្នឹងគាត់គឺជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងដែលគាត់សុំមិនបញ្ចេញឈ្មោះនោះទេដោយការងាររបស់បងពិសិដ្ឋហ្នឹងគាត់ថាគឺគាត់ធ្វើតាំងពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍ចំណែកថ្ងៃអាទិត្យហ្នឹងគាត់ថាពេលខ្លះក៏គាត់ធ្វើពេលខ្លះក៏អត់ប៉ុន្តែជាទូទៅកន្លែងការងាររបស់បងពិសិដ្ឋហ្នឹងមេរបស់គាត់ហ្នឹងគឺគាត់ឲ្យបងពិសិដ្ឋហ្នឹងភាគច្រើនថែមម៉ោងដើម្បីធ្វើការងារនៅថ្ងៃអាទិត្យអញ្ចឹងហើយបានបងពិសិដ្ឋហ្នឹងគឺអត់សូវមានពេលទំនេរទៅលេងស្រុកកំណើតរបស់គាត់ទេដោយសារតែការងាររបស់គាត់ហ្នឹងគឺវាច្រើនខ្លាំងមែនទែនបន្តមកទៀតបងពិសិដ្ឋគាត់បាននិយាយទៀតថាគាត់គឺតែងតែធ្វើការងារនៅកន្លែងក្នុងក្រុមហ៊ុនរបស់គាត់ហ្នឹងគឺធ្វើជាអញ្ចឹងតែងតែជារៀងរាល់ថ្ងៃអញ្ចឹងគាត់ថាការងារដែលគាត់ធ្វើហ្នឹងគឺមិនសូវជាមានពេលសម្រាប់ច្រើនអញ្ចឹងហើយគាត់ក៏ការងារដែលគាត់ធ្វើហ្នឹងក៏វាច្រើនផងអីផងហ្នឹងគាត់ក៏មានបំណងមួយថាគាត់ហ្នឹងចង់ទៅលេងស្រុកកំណើតរបស់គាត់ផងដោយសារតែគឺគាត់ហ្នឹងនឹកម្ដាយឪពុករបស់គាត់ហ្នឹងនៅឯស្រុកហើយណាមួយទៀតការងារដែលគាត់ធ្វើរាល់ថ្ងៃហ្នឹងផងដែរហ្នឹងគឺវាមមាញឹកច្រើនហើយណាមួយទៅក៏វារៀង stress ធ្វើឲ្យបងពិសិដ្ឋហ្នឹងគាត់នឹកម្ដាយហើយនឹងឪពុករបស់គាត់នៅផ្ទះហ្នឹងជាខ្លាំងអញ្ចឹងគាត់ពេលហ្នឹងបងពិសិដ្ឋគាត់ក៏ដាក់ច្បាប់សុំកន្លែងការងាររបស់គាត់ហ្នឹងដើម្បីសម្រាប់ចំនួន3ថ្ងៃដើម្បីទៅលេងនៅស្រុកកំណើតរបស់គាត់ពេលហ្នឹងមេនៅកន្លែងការងាររបស់បងពិសិដ្ឋហ្នឹងគាត់ក៏បានអនុញ្ញាតឲ្យបងពិសិដ្ឋហ្នឹងឈប់ចំនួន3ថ្ងៃអញ្ចឹងពេលហ្នឹងបងពិសិដ្ឋគឺគាត់សប្បាយចិត្តខ្លាំងមែនតើដោយសារតែគាត់គឺមិនសូវមានពេលឈប់សម្រាកនោះទេគាត់ក៏បានចេញដំណើរពីទីក្រុងភ្នំពេញហ្នឹងទៅលេងនៅស្រុកកំណើតរបស់គាត់ដោយគាត់ក៏បានទិញចំណីអាហារបន្តិចបន្តួចហ្នឹងដើម្បីទុកជូនឪពុកម្ដាយរបស់គាត់នៅឯស្រុកហើយក៏គាត់ហ្នឹងបានទិញនំប៉័ងខ្លះហ្នឹងទុកជូនប្អូនគាត់នៅឯស្រុកខ្លះផងដែរគាត់ថានៅពេលហ្នឹងគឺគាត់បានជិះឡានតាក់ស៊ីដើម្បីទៅលេងស្រុកកំណើតរបស់គាត់ដែលគាត់ថាពេលដែលបានជិះតាក់ស៊ីម្ដងហ្នឹងគឺគាត់ថាវាពិតជាពិបាកខ្លាំងមែនទែនដោយសារតែគាត់ថាពេលដែលជិះតាក់ស៊ីម្ដងហ្នឹងគឺវាមានមនុស្សច្រើននៅក្នុងឡានហ្នឹងតែមួយណាហើយគាត់ថានៅតាមផ្លូវទៅលេងស្រុកកំណើតរបស់បងពិសិដ្ឋហ្នឹងគឺវាមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនដែលគាត់ថាវាមានដើមឈើវាមានទេសភាពក្បែរតាមផ្លូវហ្នឹងវាពិតជាធម្មជាតិវាពិតជាមានខ្យល់អាកាសល្អនិយាយទៅគាត់ថាតំបន់ដែលគាត់រស់នៅស្រុកកំណើតរបស់គាត់ហ្នឹងគឺវាសម្បូរធម្មជាតិច្រើនខ្លាំងមែនទែនបន្ទាប់ពីគាត់បានធ្វើដំណើរអស់ជាយូរប្រហែលជា 5-6 ម៉ោងហ្នឹងបងពិសិដ្ឋគាត់ក៏បានទៅដល់ស្រុកកំណើតរបស់គាត់ដែលគាត់ថាពេលហ្នឹងប្រហែលជាម៉ោង3ម៉ោង4ល្ងាចហើយបានបងពិសិដ្ឋហ្នឹងបានទៅដល់ស្រុកកំណើតរបស់គាត់បងពិសិដ្ឋគាត់ពិតជានឹកឪពុកម្ដាយរបស់គាត់ខ្លាំងមែនទែនហើយណាមួយស្រុកកំណើតរបស់បងពិសិដ្ឋហ្នឹងគឺគាត់ខានទៅយូរឆ្នាំណាស់បងហើយគាត់ហ្នឹងក៏អត់ដឹងថាអ្នកដែលរស់នៅក្នុងភូមិហ្នឹងអ្នកណាចេញពីក្នុងភូមិខ្លះអ្នកណាដែលរស់នៅក្នុងភូមិខ្លះហ្នឹងគឺគាត់អត់ដឹងនោះទេបន្ទាប់ពីបងពិសិដ្ឋគាត់បានទៅដល់ផ្ទះហ្នឹងគាត់ក៏បានយកអាវ៉ាហ្នឹងយកទៅជូនឪពុកម្ដាយរបស់គាត់ហ្នឹងទៅហើយបងពិសិដ្ឋគាត់បាននិយាយទៀតថាអ្នកដែលរស់នៅក្នុងភូមិរបស់បងពិសិដ្ឋហ្នឹងណា
ប្រជាជនភាគច្រើនគឺគេសង់ផ្ទះជាលក្ខណៈថាជាផ្ទះឈើណាបងប្អូនដល់ខាងក្រោមហ្នឹងគឺជាសសរថ្មហើយគឺខាងលើហ្នឹងគឺជាគេធ្វើជាផ្ទះឈើនៅខាងលើដោយផ្នែកខាងក្រោមហ្នឹងគឺគេអត់មានរៀបជាផ្ទះជាអីនៅខាងក្រោមទេដែលគឺគេទុករបៀបថាលហលហែវណាបងប្អូនដូចជាគេទុកសម្រាប់ដាក់កៅអីឬក៏ក្រែឬក៏គោយន្តជាដើមអញ្ចឹងបងពិសិដ្ឋគាត់ថាផ្ទះដែលប្រជាជនរស់នៅក្នុងភូមិរបស់គាត់ហ្នឹងភាគច្រើនគឺគេសាងសង់ផ្ទះរបៀបអញ្ចឹងទាំងអស់ប៉ុន្តែដោយសារតែផ្ទះបងពិសិដ្ឋហ្នឹងគាត់ហ្នឹងគឺមិនសូវជាអ្នកមានធូរធារអីដូចគេនោះទេហើយគាត់ថាស្ថានភាពរបស់ផ្ទះបងពិសិដ្ឋហ្នឹងផងដែរហ្នឹងគឺអត់មានរបងព័ទ្ធជុំវិញផ្ទះនោះទេដែលគាត់ថាជុំវិញរបស់ផ្ទះគាត់ហ្នឹងគឺដាំជាដើមឈើជុំវិញសងកាងផ្ទះគាត់ហើយគាត់ថានៅខាងមុខផ្ទះរបស់គាត់ហ្នឹងផងដែរហ្នឹងគឺមានដើមដូងចំនួន2ដើមដែលបានដាំនៅខាងមុខផ្ទះរបស់បងពិសិដ្ឋហ្នឹងហើយម្យ៉ាងមួយទៀតគាត់ថានៅមុខផ្ទះរបស់បងពិសិដ្ឋហ្នឹងណាគឺជាផ្ទះមួយដែលបានគេទុកចោលដោយសារតែម្ចាស់ផ្ទះគេពីមុនហ្នឹងគឺគេបានទៅរើចេញទៅនៅកន្លែងទីតាំងថ្មីអញ្ចឹងហើយផ្ទះរបស់គាត់ហ្នឹងក៏បានទុកចោលហើយគាត់ថាផ្ទះហ្នឹងផងដែរហ្នឹងមើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនពេលយប់ឡើងណាបងប្អូនដោយមើលទៅគាត់ថាសភាពផ្ទះហ្នឹងណាខាងក្រោមហ្នឹងគឺគេទុកឡើងលហលហែវហើយខាងលើវិញជាលក្ខណៈថាផ្ទះដែលគេប្រក់ស្បូវណាបងប្អូនហើយអញ្ចឹងវិញក៏គេបាំងជាស្បូវជាអីអញ្ចឹងណាហើយគាត់ថាផ្ទះហ្នឹងផងដែរហ្នឹងដោយសារតែម្ចាស់ផ្ទះគេហ្នឹងគឺគេទុករៀងយូរឆ្នាំហើយអញ្ចឹងនៅជុំវិញបរិវេណក្នុងផ្ទះហ្នឹងគឺមានស្មៅដុះវារៀងខ្ពស់ហើយមានវល្លិហ្នឹងក៏ដុះឡើងតាមសសរផ្ទះហ្នឹងឡើងរហូតដល់លើផ្ទះអញ្ចឹងទៅហើយគាត់ថានៅពេលយប់ឡើងគឺគាត់មើលទៅកន្លែងផ្ទះហ្នឹងវាពិតជាគួរឲ្យខ្លាចខ្លាំងមែនតើប៉ុន្តែបើសិនជានៅពេលថ្ងៃវិញគាត់ថាមើលទៅវាអត់ដូចគួរឲ្យខ្លាចនោះទេរបៀបថាធម្មតានោះទេប៉ុន្តែនៅពេលយប់ឡើងបើជិះតាមផ្លូវស្ងាត់វិញគាត់ថាមើលពីចម្ងាយមកហ្នឹងគឺល្ងឹតហើយមើលទៅសភាពក្នុងផ្ទះហ្នឹងគួរឲ្យខ្លាចខ្លាំងមែនតើក្រោយមកទៀតហ្នឹងបងពិសិដ្ឋគាត់បានបន្តទៀតថាមានថ្ងៃមួយហ្នឹងនៅពេលដែលបងពិសិដ្ឋគាត់គេងពេលយប់ឡើងហ្នឹងបងពិសិដ្ឋគាត់ក៏បានចុះពីលើផ្ទះហ្នឹងដើម្បីមកខាងក្រោមដើម្បីបត់ជើងតូចជាងអីដោយហេតុថាបងពិសិដ្ឋគឺគាត់ខ្ជិលយកកថាហ្នឹងដើម្បីទៅដាក់នៅក្នុងបន្ទប់របស់គាត់ដោយបងពិសិដ្ឋគាត់ថានៅពេលដែលគាត់ចុះមកហ្នឹងគឺគាត់ក៏បានយកពិលមួយដើម្បីទុកគ្រាន់មកមើលផ្លូវមើលអីដោយសារតែខ្លាចថាជន់ក្អែបឬក៏ជន់ពស់ជាដើមអញ្ចឹងពេលហ្នឹងបងពិសិដ្ឋក៏គាត់ចុះមកនោមនៅខាងមុខផ្ទះរបស់គាត់កន្លែងដើមដូងពីដើមហ្នឹងណាបងប្អូនគាត់ថាកំឡុងពេលគាត់កំពុងតនោមហ្នឹងគឺម៉ោងប្រហែលជា7:01ហើយពេលដែលគាត់ចុះមកនោមហ្នឹងអញ្ចឹងពេលគាត់កំពុងតែឈឺនោមហ្នឹងបងពិសិដ្ឋក៏គាត់មានអារម្មណ៍ថាដូចមានណាគេម្នាក់អញ្ចឹងកំពុងតែសម្លឹងមកកាន់បងពិសិដ្ឋអញ្ចឹងពេលហ្នឹងបងពិសិដ្ឋគាត់ក៏បានកលេចឆ្វេងកលេចស្ដាំមើលទៅឃើញលោថាមានណាគេលួចមើលគាត់អីអញ្ចឹងណាប៉ុន្តែនៅពេលដែលគាត់មើលឆ្វេងមើលស្ដាំហើយគាត់ក៏អត់មានឃើញមានណាគេនឹងដែរប៉ុន្តែនៅពេលដែលគាត់កំពុងតែឈឺនោមហ្នឹងណាគាត់ថាពេលហ្នឹងគឺគាត់បានបិទពិលបិទអីហើយបន្តមកទៀតពេលហ្នឹងគាត់ថាកំឡុងពេលអានោមហ្នឹងគឺដូចមានណាគេហ្នឹងកំពុងតែសម្លឹងមើលមកកាន់គាត់ទៀតហើយគាត់ថាពេលហ្នឹងផងដែរគឺដូចមានអ្វីម្យ៉ាងចឹងបានធ្វើឲ្យបងពិសិដ្ឋហ្នឹងមើលទៅកាន់ផ្ទះដែលនៅទល់មុខរបស់គាត់ហើយដល់ពេលដែលគាត់បានទៅមើលហ្នឹងគាត់ថាមើលជុំវិញផ្ទះហ្នឹងគឺអត់ឃើញអីនោះទេប៉ុន្តែដល់ពេលគាត់កលេចមើលទៅលើខាងលើផ្ទះគឺគាត់បានឃើញដូចជាសម្ោមនុស្សស្រីម្នាក់ដែលស្លៀករ៉ូបសណាបងប្អូនហើយគាត់ថាពេលហ្នឹងគឺគាត់មើលមិនសូវជាច្បាស់នោះទេពេលហ្នឹងបងពិសិដ្ឋគឺគាត់ឆ្ងល់ខ្លាំងមែនទែនថាតើវិណាគេមកឈរនៅលើផ្ទះដែលគេទុកចោលហ្នឹងពេលហ្នឹងបងពិសិដ្ឋក៏គាត់ចង់ដឹងគាត់ក៏បានយកពិលហ្នឹងដើម្បីឆ្លោះទៅមើលថាតើពីណាគេណាបងប្អូនពេលដែលបងពិសិដ្ឋគាត់យកពិលទៅឆ្លោះមើលកន្លែងទីតាំងដែលគាត់បានឃើញហ្នឹងណាគាត់ថាពេលហ្នឹងគឺគាត់បានឃើញខ្មោចស្រីម្នាក់ដែលស្លៀករ៉ូបសហើយគាត់ថាមុខវាប្រឡាក់សិតតែឈាមគួរឲ្យខ្លាចខ្លាំងមែនទែនចំណែកភ្នែករបស់វាគឺឡើងសចំណែកសក់របស់វាផងដែរគឺសក់វាសគួរឲ្យខ្លាចខ្លាំងមែនទែនពេលហ្នឹងបងពិសិដ្ឋគឺគាត់បានឃើញអញ្ចឹងហើយគាត់ថាគាត់ឡើងគៀងនៅកន្លែងហ្នឹងតែម្ដងណាបងប្អូនហើយគាត់ថាខ្មោចស្រីម្នាក់ហ្នឹងគឺកំពុងតែសម្លក់មើលកាន់បងពិសិដ្ឋពេលនោះបងពិសិដ្ឋគាត់គៀងគាត់និយាយអត់ចេញនោះទេរហូតប្រហែលជាមួយសន្ទុះបានបងពិសិដ្ឋហ្នឹងគាត់កម្រើខ្លួនរួចពេលហ្នឹងបងពិសិដ្ឋគាត់ក៏បានរត់ឡើងទៅលើផ្ទះរបស់គាត់វិញហើយគាត់ក៏បានយករឿងហ្នឹងយកទៅនិយាយប្រាប់ម៉ាក់ប៉ារបស់គាត់នៅលើផ្ទះហ្នឹងដែរដែលហេតុគាត់ថា
ពេលហ្នឹងក៏វារៀងយប់ជ្រៅដែរហើយម៉ាក់ហើយនឹងប៉ារបស់គាត់ហ្នឹងពួកគាត់ក៏បានសម្រានលក់ទៅហើយអញ្ចឹងគាត់ថាគាត់ក៏អត់យករឿងហ្នឹងទៅនិយាយប្រាប់ពួកគាត់ថាចាំតរហូតដល់ស្អែកឡើងហ្នឹងទើបគាត់យករឿងដែលគាត់បានជួបហ្នឹងយកទៅនិយាយប្រាប់ឪពុកម្ដាយរបស់គាត់ណាពេលគាត់ប្រាប់ឪពុកម្ដាយរបស់គាត់ហើយម្ដាយឪពុករបស់គាត់ហ្នឹងក៏បាននិយាយមកកាន់បងពិសិដ្ឋថាថ្ងៃក្រោយបើយប់ឡើងអីហ្នឹងបាច់ចុះទៅនោមនៅខាងក្រោមហ្នឹងទៀតទេព្រោះដោយសារតែផ្ទះដែលគេទុកចោលហ្នឹងគាត់ថាពីមុននៅពេលដែលមានអាគេជីឆ្លងកាត់ហ្នឹងក៏គេតែងតែជួបមនុស្សស្រីឈរនៅលើផ្ទះហ្នឹងដែរប៉ុន្តែគ្រាន់ថាអ្នកដែលបានជួបខ្មោចស្រីនៅកន្លែងលើផ្ទះហ្នឹងគ្រាន់ថាខ្មោចស្រីអ្នកហ្នឹងគឺអត់បានមកធ្វើបាបឬក៏តាមលងអ្នកដែលគេបានជីកាត់កន្លែងហ្នឹងនោះទេពេលហ្នឹងម៉ាក់របស់បងពិសិដ្ឋហ្នឹងគាត់ក៏បានស្រោចទឹកឲ្យបងពិសិដ្ឋគាត់ថាក្រោយពីបងពិសិដ្ឋគាត់ស្រោចទឹកស្រោចអីហើយហ្នឹងណាបងពិសិដ្ឋក៏គាត់អត់តន់ស្រួលខ្លួនដែរដែលហេតុថាពេលដែលគាត់បានឃើញខ្មោចស្រីម្នាក់ហ្នឹងណាគឺវាគួរឲ្យខ្លាចខ្លាំងមែនតើអញ្ចឹងបងពិសិដ្ឋក៏រៀងធ្លាក់ខ្លួនឈឺប្រហែលជា 2-3 ថ្ងៃរហូតបាទបងពិសិដ្ឋហ្នឹងគាត់រៀងបានធូរស្បើយឡើងវិញបន្តិចហើយក្រោយពីបងពិសិដ្ឋគាត់បានរៀងធូរស្បើយនៅពីអាការៈដែលគាត់បានឃើញខ្មោចហ្នឹងណាគាត់ក៏បានចូលទៅធ្វើការងាររបស់គាត់វិញគាត់ថានៅពេលដែលគាត់បានមកលេងផ្ទះគាត់នឹងលើកក្រោយម្ដងទៀតហ្នឹងណាគាត់ក៏អត់ដែលបានចុះមកនៅពេលយប់ដើម្បីឈឺនោមទៀតដែរព្រោះដោយសារតែគាត់ធ្លាប់ជួបហេតុការណ៍ហ្នឹងម្ដងហើយអញ្ចឹងគាត់គឺអត់ចង់ជួបហេតុការណ៍ហ្នឹងម្ដងទៀតនោះទេហើយគាត់ថាផ្ទះដែលនៅទល់មុខរបស់គាត់ហ្នឹងគឺអត់ទាន់មានម្ចាស់ដែលគេហ្នឹងមករស់នៅវិញនោះទេដោយគេទុកចោលអញ្ចឹងរហូតហើយគាត់ថាសភាពផ្ទះហ្នឹងវាមើលទៅរត់តែគួរខ្លាចទៅខ្លាំងមែនតើព្រោះដោយសារតែផ្ទះហ្នឹងគឺវាទុករាប់ឆ្នាំណាស់មកហើយសភាពផ្ទះជុំវិញហ្នឹងគឺវាមានស្មៅដុះខ្ពស់ខ្លាំងមែនតើចឹងរឿងរ៉ាវរបស់បងពិសិដ្ឋដែលគាត់បានជួបហេតុការណ៍នៅពេលដែលគាត់បានទៅលេងស្រុកកំណើតរបស់គាត់ហ្នឹងគឺមានតែប៉ុណ្្នឹងទេតើបងប្អូនទាំងអស់គ្នាហ្នឹងយល់យ៉ាងណាដែរចំពោះសាច់រឿងរបស់គាត់ហើយមានក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលខំចំណាយពេលស្ដាប់សាច់រឿងរបស់យើងតាំងពីដើមរហូតដល់ទីបញ្ចប់ហើយបើសិនបើadminនិយាយទៅប្រើពាក្យពេចន៍មិនសមរម្យឬក៏និយាយខុសត្រង់ចំណុចណាមួយសូមខន្តីអភ័យទោសដល់adminផងហើយបើសិនបើជាពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូរបស់ admin កុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងដល់ Channel មានម្នាក់មួយផងហើយបងប្អូនទាំងអស់គ្នាក៏អាច comment នៅក្នុងវីដេអូនេះបានដែរហើយជាចុងក្រោយមានតែពាក្យថាអរគុណដល់បងប្អូនទាំងអស់គ្នាជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អហើយសម្រាប់រឿងរបស់យើងនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងយើងជួបគ្នានៅវីដេអូបន្ទាប់បាយបាយ